សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះសូមនាំអស់លោកអ្នកទៅស្គាល់ប្រាសាទបុរាណមួយដែលមិនសូវមានអ្នកស្គាល់ច្រើនប៉ុន្តែមានតម្លៃនៃប្រវត្តិសាស្ត្រនិងបង្ហាញពីអរិយធម៌ខ្មែរដ៏រុងរឿងនោះគឺប្រាសាទស្រឡៅស្ថិតនៅក្នុងខេត្តសៀមរាបប្រាសាទស្រឡៅជាប្រាសាទបុរាណមួយដែលស្ថិតនៅភាគភាគពាយនៃតំបន់អង្គរទោះបីជាបច្ចុប្បន្នប្រាសាទនេះបានបាក់បែកទៅតាមពេលវេលាក៏ដោយអាចមើលឃើញស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរតាមការសិក្សារបស់អ្នកស្រាវជ្រាវប្រាសាទនេះមានម៉ប់ឥដ្ឋចំនួន3សង់លើថ្នល់រួមមួយម៉ប់កណ្ដាលមានច្រកចូលបែកទៅទិសខាងកើតខណៈដែលនៅជុំវិញមានសំណល់អគារនិងគូទឹកដែលធ្លាប់ព័ទ្ធការពារប្រាសាទនៅសម័យអង្គរប្រាសាទមិនមែនជាកន្លែងគោរពបូជាសាសនាប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាមជ្ឈមណ្ឌលសង្គមវប្បធម៌និងជំនឿរបស់ប្រជាជនផងដែរប្រាសាទសាឡាំងក៏ប្រហែលជាបានដើរតួនាទីបែបនេះដូចគ្នាបើទោះបីជាសំណង់ជាច្រើនបានដួលរលំប៉ុន្តែថ្មទ្វារគ្រឹះប្រាសាទនិងសំណល់ឥដ្ឋនៅសេសសល់នៅតែបង្ហាញពីជំនាញសាងសង់ដ៏ខ្ពង់ខ្ពស់របស់ដូនតាខ្មែរជាពិសេសការរៀបចំប្លង់ប្រាសាទនិងគូទឹកព័ទ្ធជុំវិញបានឆ្លុះបញ្ចាំងអំពីចំណេះដឹងផ្នែកវិស្វកម្មនិងស្ថាបត្យកម្មដ៏អស្ចារ្យនៅពេលអ្នកធ្វើដំណើរទៅកាន់ប្រាសាទស្រឡៅភ្ញៀវទេសចរអាចទទួលបានអារម្មណ៍ស្ងប់ស្ងាត់និងជិតស្និទ្ធជាមួយធម្មជាតិព្រោះប្រាសាទស្ថិតនៅតំបន់ដែលមិនសូវមានមនុស្សច្រើនដោយប្រាសាទល្បីៗនៅអង្គរវត្តនោះទេប្រាសាទនេះគឺជាភស្តុតាងដ៏មានតម្លៃមួយដែលបង្ហាញថាអរិយធម៌ខ្មែរបានរីកចម្រើនយ៉ាងខ្លាំងនៅសម័យអង្គរទោះបីជាពេលវេលាបានកំឡុងផុតទៅរាប់រយឆ្នាំក៏ដោយសំណល់នៅតែសេសសល់នៅតែប្រាប់រឿងរ៉ាវអំពីភាពរុងរឿងនៃចក្រភពខ្មែរជាចុងក្រោយប្រាសាទស្រឡៅមិនមែនគ្រាន់តែជាសំណង់បុរាណមួយប៉ុណ្ណោះទេប៉ុន្តែជាមរតកវប្បធម៌ដែលដូនតាខ្មែរបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយការអភិរក្សនិងថែរក្សាប្រាសាទទាំងនេះគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដើម្បីឲ្យមរតកដ៏មានតម្លៃនេះនៅគង់វង្សតទៅអនាគតសូមអរគុណសម្រាប់ការទស្សនាបើសិនបើអ្នកចូលចិត្តវីដេអូនេះសូមកុំភ្លេចចុច Like Share និង Subscribe ដើម្បីគាំទ្រ Channel និងតាមដានវីដេអូប្រវត្តិសាស្ត្រខ្មែរបន្តទៀតពី Channel ខ្ញុំសូមអរគុណនិងជម្រាបលា